ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើការទៅលើ Common Foundation មួយដើម្បីបង្កើតdirectory ឬក៏ folder ទៅតាមរយៈការ remote ទៅក្នុង device របស់យើង remote ទៅកាន់ Ubuntu server ហើយជាដំបូងយើងត្រូវបើកទៅលើ Ubuntu server របស់យើងមកហ្នឹងហើយអញ្ចឹងខ្ញុំធ្វើការបើកទៅលើ Ubuntu server របស់យើងគឺរដ្ឋិស័កUbuntu ហើយ Web password អញ្ចឹងធ្វើការចូលហើយបន្ទាប់ពីហ្នឹងយើងបើក PowerShell របស់យើងមក PowerShell Windows PowerShell មកហើយយើងធ្វើការ pin ទៅកាន់មុននឹង pin យើងត្រូវស្គាល់ទៅលើ IP នៅក្នុង Ubuntu server សិនធ្វើការឆែកទៅលើ IP server គឺ IP អអញ្ចឹងវានឹងធ្វើការនឹង show IP របស់ខ្ញុំគឺ 172.20.10.2 អញ្ចឹងខ្ញុំធ្វើការ pin ទៅលើទៅលើ Ubuntu server របស់យើងមកគឺ pin 172.20.10.2 នឹងធ្វើការមើលបន្តិចមកកុំឲ្យវាខុសអញ្ចឹងយើងចុចការ enter អញ្ចឹងអីវាមានន័យថាវាបញ្ចូលបានអីយើង connect បានអីយើងធ្វើការឆែកទៅលើ comment មួយទៀតគឺ SD ដើម្បីយកវាប្រើ user របស់ខ្ញុំ SSD user របស់យើងមកគឺ user របស់ខ្ញុំគឺរតិស័កហើយ Ubuntu ហើយធ្វើការដាក់ add មួយមកហើយ pin ទៅកាន់ IP address របស់យើងគឺ 172.20.10.2 អញ្ចឹងវាឲ្យ password ខ្ញុំឲ្យ password របស់ខ្ញុំមកអញ្ចឹងវាធ្វើការ login ទៅកាន់អីអញ្ចឹងមុនដំបូងយើងធ្វើការសួរវាសិនដើម្បីចង់ដឹងថាយើង login ចូល Ubuntu server របស់យើងកើតអត់អញ្ចឹងយើងធ្វើការ use comment line មួយគឺ who am I ថាវាស្គាល់អត់អញ្ចឹងវាស្គាល់គឺរតិស័ក Ubuntu server ហើយមុននឹងឈានចូលទៅដល់ការបង្កើត folder នេះជាដំបូងយើងចង់ដឹងថាវា connect គ្នារបៀបថាយើងចង់ដឹងថាវាស្គាល់យើង log ចូល remote ចូលអត់បន្ទាប់មកយើងធ្វើការ pwd មួយដើម្បីចង់ដឹងថាវានៅណាគឺវា store នៅ home រតិស័ក Ubuntu server បន្ទាប់មកយើងធ្វើការប្រើ command line update និង upgrade update និង upgrade វាមកគឺ sudo apt update វាមកហើយវាឲ្យបាយ password យើងបាយ password របស់យើងមកហើយវានឹងធ្វើការ process និង update ទាំងអស់បន្ទាប់ពីយើងធ្វើការ update ហើយយើងធ្វើការវាយ command line មួយទៀតគឺ sudo apt upgrade enter មកវានឹងធ្វើការ upgrade ដោយសាររបស់ខ្ញុំវា upgrade ហើយវានឹងចេញបែបហ្នឹងបន្ទាប់មកយើងធ្វើការបង្កើតទៅលើ tick file tick មួយគឺយើងវាយ touch ខ្ញុំវាយទៅលើកាន់របស់ខ្ញុំគឺ sv2.6 អានេះធ្វើការបង្កើត tick file មួយអញ្ចឹងហើយយើងជួយ enter មកហើយបន្ទាប់ពីយើងធ្វើការ touch ហើយយើងធ្វើការ print ដើម្បីឲ្យវាបង្ហាញមកថាយើងបង្កើតបានអត់អញ្ចឹងយើងប្រើ echo មួយមកហើយយើងប្រើ single quote ដាក់ hello world អញ្ចឹងហើយយើងដាក់ hi ទៅកាន់ថ្នាក់របស់ខ្ញុំគឺ sv2.6 ហើយយើងដាក់យ៉ាងមកដាក់ please send video ដើម្បី print វាថាចង់ដឹងថាវា output បានអត់អញ្ចឹងធ្វើការ enter វានឹងធ្វើការ output មួយគឺ hello មានន័យថាយើងបង្កើត tick file ហ្នឹងបានសម្រាប់ហើយមិនវា send tick file របៀប echo បង្ហាញមកយើងបន្ទាប់ពីយើងធ្វើការយ៉ាងហើយយើងឆែកទៅលើ ls ឆែកទៅលើនេះយើងមកមានថាបង្កើតទៅលើfile ឈ្មោះហ្នឹងឈ្មោះអីអញ្ចឹងខ្ញុំឆែកទៅ ls.t/l ខ្ញុំសេខុសគឺ ls/l មានថាយើងឆែកទៅមើល folder យើងឈ្មោះអីឈ្មោះ text file របស់យើងឈ្មោះអីនេះហើយវារបៀប store ជា data អីប្រមាណ total ស្មើ0អញ្ចឹងបន្ទាប់ពីយើងធ្វើការ install និង create text file មួយមកយើងធ្វើការទៅកាន់វាយ comment មួយទៀតគឺ ls./lx ដើម្បីមើល total វាគឺវានឹងបង្ហាញហើយនឹងបង្ហាញឈ្មោះរបស់យើងគឺយើងបង្កើតថ្ងៃណាហើយម៉ោងប្រហែលហើយនឹងទៅកាន់ text file របស់យើងអញ្ចឹងហើយខ្ញុំធ្វើការបង្កើតអញ្ចឹងហើយបន្ទាប់មកយើងធ្វើការបង្កើតទៅលើ folder មួយដែល comment វាគឺ making directory គឺ mkdir ហើយខ្ញុំដាក់ sv2.6 ទៀតមកហើយfolder
យើងកន្លែងនេះ complete បញ្ជាក់ folder ផងបើអត់ដាក់វាអត់ចេញទេអញ្ចឹងយើង making directory folder svp.6 folder យើងចុច enter មកហើយធ្វើការឆែកលើវាមកគឺ sx./lx វានឹងធ្វើការបង្ហាញនៃ total របស់យើងគឺ 4000 ហើយ folder ឈ្មោះ svp.6 folder ហ្នឹងហើយបន្ទាប់ពីហ្នឹងមកយើងធ្វើការ shut down ដោយសារតែខ្ញុំបាន complete វាអស់ហើយអញ្ចឹងខ្ញុំធ្វើការ shut down មកដោយសារតែវីដេអូនេះយើងគ្រាន់ចង់បង្ហាញអំពីការបង្កើត folder និង text file តែប៉ុណ្ណេះអញ្ចឹងវីដេអូនេះក៏ឈានដល់ទីបញ្ចប់ហើយយើងធ្វើការ shut down វាមកហើយយើងកុំ shut down វាបិទឆៅដូចក្នុង Visual Box ដូចគ្នាយើងប្រើ command គឺ sudo shut down now sudo ខ្ញុំសេ command ខុសគឺ shut down now ហើយវានឹងធ្វើការ reconnect ដាច់ភ្លាមហ្មងទៅលើ remote ទៅលើ Ubuntu server របស់ខ្ញុំគឺខ្ញុំប្រើទៅលើ Visual Box វាធ្វើការបិទភ្លាមអញ្ចឹងវីដេអូនេះក៏ឈានចូលដល់ទីបញ្ចប់អញ្ចឹងខ្ញុំសូមអរគុណសម្រាប់ការតាមដានទស្សនារហូតដល់ពេលបញ្ចប់នេះសូមអរគុណ